Nếu rõ biết đại dương bò được hộp cho ai ở miền này tha dương tụi tôi bạnอาหารรูปธรรมหรือก็ชีวิตจิตได้เรียงกายบ่យើងត្រូវការនោះទេសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំជាអ្នកដោយសារតែខ្ញុំចូលចិត្តញ៉ាំធ្វើឲ្យខ្ញុំមើលឃើញថាម្ហូបខ្មែរយើងគឺរសជាតិថ្មីស្រស់ហើយនៅឈ្ងុយឆ្ងាញ់ដែលជាពិសេសបំផុតនោះគឺអាហាររូបធម្មដែលផ្ដល់ឲ្យរាងកាយរបស់យើងដោយឡែកម្ហូបអាហាររបស់ខ្មែរយើងក៏មានការផ្លាស់ប្ដូរដែរយើងមើលឃើញថាអាហារកែច្នៃដែលមានជាតិផ្អែមខ្លាំងប្រៃខ្លាំងហើយនឹងជាតិខ្លាញ់ដែលមិនល្អសម្រាប់រាងកាយរបស់យើងនេះមាននៅគ្រប់ទីកន្លែងនិងមានផលប៉ះពាល់ដល់សុខភាពយើងច្រើនមែនទែននៅរាល់ពេលដែលយើងបរិភោគឆ្អែតអត់មានន័យថាយើងទទួលបានអាហាររូបធម្មឬក៏ជីវជាតិដែលរាងកាយរបស់យើងត្រូវការនោះទេហើយខ្ញុំចង់សង្កត់ធ្ងន់ចំពោះបងប្អូនយុវជនដែលគាត់ចំណាយពេលនៅក្រៅផ្ទះច្រើនហើយត្រូវការបរិភោគឬក៏ទិញម្ហូបអាហារក្រៅផ្ទះច្រើននឹងឯងយើងអាចកាត់បន្ថយបានតាមរយៈការធ្វើម្ហូបពីផ្ទះឬក៏ខ្ចប់ម្ហូបអាហាររបស់យើងពីផ្ទះហ្នឹងដើម្បីទៅបរិភោគនៅពេលដែលយើងចេញទៅក្រៅនឹងឯង